ដែលខ្ញុំមកបង្រៀនពីរបៀបកាត់ background ខាងក្រោយចេញសតរូបយើងមួយហើយដាក់វាចូលមក Play Store វាពាក់តាមខ្ញុំហើយចុច download មកនេះដោយសារខ្ញុំមានហើយឥឡូវនេះយើងឥឡូវនេះដោយសារខ្ញុំមានហើយឥឡូវយើងចុចចូលមកនេះចុចចូលកម្មវិធីនឹងមកចុចមកដាក់គ្នាចាំតិចនេះចុចសញ្ញាបូនមួយសញ្ញាបូនតាមខ្ញុំមកនេះតបមកបន្ទាប់ពីយើងជ្រើសរើសយករូបភាពយើងហើយនោះវានឹងកាត់ឲ្យអ្នកគ្នាអូតូតែម្ដងអ្នកនេះជ្រុងចាំតិចយើងកាត់ឲ្យហើយឥឡូវនេះវាកាត់បានហើយគឺថាកាត់បានសម្រាប់ឥឡូវជួយរក្សាទុកមកនោះវាគួរជាការស្រេចហើយឥឡូវនេះអ្នកគ្នាចូលរករូបភាពយើងមកតើវាអាចធ្វើការកាត់យើងបានអត់ទេចូលឥឡូវនេះវាបានកាត់ទៅយើងហើយណានេះជារូបភាពដែលខ្ញុំកាត់បានអូខេអ្នកគ្នាវីដេអូខ្ញុំមានតែប៉ុណ្្នឹងកុំភ្លេចចុច like និង subscribe មួយផងអ្នកគ្នា